បងប្អូនទាំងអស់គ្នាដែលដឹងរឿង boat people ទេ boat people ហ្នឹងគឺការឡើងលើប្រជាពលរដ្ឋវៀតណាមនៅក្នុងកំឡុងពេលឆ្នាំបើសិនជាគិតអាយុទៅ1900ចិត្តដល់1908កំឡុងពេលហ្នឹងហើយពេលហ្នឹងគឺសម្រាប់វៀតណាមគេហៅថា boat people សម្រាប់កម្ពុជាគេហៅផ្សេងហើយសម្រាប់ឡាវគេហៅផ្សេងទៀតដែរបានរំលោភបំពានដោយប្រទេសសៀមដោយតាហ៊ានឬមកក៏ប៉ូលីសសៀមអីចឹងទៅប៉ុន្តែពេលហ្នឹងគឺគេអត់ថាប៉ូលីសឬមកក៏តាហ៊ានសៀមទេដែលរំលោភបំពានហ្នឹងប៉ុន្តែគេប្រើពាក្យថាចៅសមុទ្រមានតង្វាយសម្លាប់ធ្វើបាបរំលោភនៅពេលដែលខ្ញុំចូលទៅ check មើលនៅក្នុង chat GPT ហើយតាម Google ផ្សេងៗអីចឹងដោយសារតែបានដឹងព័ត៌មានខ្លះពីលោកគ្រូអាចារ្យ A នៅក្នុង page របស់លោកគ្រូអាចារ្យ A ក៏មាននិយាយរឿង boat people នឹងដែរហើយក៏ចូលទៅមើលបន្ថែម check មើលបន្ថែមនៅក្នុង chat GPT ហ្នឹងគឺកំឡុងពេលដែលបងអូនស្រីវ័យ17-18ឆ្នាំត្រូវបានពួកអត្តហ៊ានសៀមឈុតខ្មៅនឹងវារំលោភបំពានណាបងប្អូនតាមពិតសៀមវាធ្វើរឿងបែបហ្នឹងសាហាវខុសខើបែបហ្នឹងមិនមែនតំតឥឡូវទេគឺតាំងពីយូរហើយចំនួន boat people ហ្នឹងគឺដោយសារតែតាក់ទងទៅនឹងរឿងស្ថានភាពនយោបាយនៅក្នុងប្រទេសអីផ្សេងមានបកកុម្មុយនីមានអីអញ្ចឹងណាដល់ពេលអញ្ចឹងទៅប្រជាពលរដ្ឋរបស់វៀតណាមមួយចំនួនហ្នឹងគឺគាត់បានជំនះចេញពីវៀតណាមទៅខាងប្រទេសថៃនៅកំឡុងពេលហ្នឹងមានថៃមានហុងកុងអីចឹងទៅជាប្រទេសដែលទទួលសម្រាប់អ្នកដែលគាត់ជាជនភៀសខ្លួនពីប្រទេសគាត់ពីប្រទេសវៀតណាមមកអីអញ្ចឹងណាហើយគេឲ្យរបៀបថាទទួលស្នាក់នៅឬមកក៏ឲ្យគាត់នៅក្នុងទឹកដីរបស់ប្រទេសថៃហ្នឹងក្នុងរយៈពេលដែលខ្លីទេព្រោះឲ្យចាំប្រទេសទី3មកទទួលប្រទេសទី3ហ្នឹងមានសហរដ្ឋអាមេរិកកាណាដាអញ្ចឹងទៅចាំមកទទួលបន្តតែកំឡុងពេលដែលប្រទេសសៀមនេះទទួលវៀតណាមទទួលខ្មែរទទួលឡាវហ្នឹងទៅនៅក្នុងកំឡុងពេលហ្នឹងចាំប្រទេសទី3មកទទួលអីអញ្ចឹងណាគឺបើសិនជាវៀតណាមដែលគេហៅថា boat people ហ្នឹងត្រូវបានរបៀបចោលសមុទ្ររបស់សៀមហ្នឹងគឺវាប្លន់នៅកដាលសមុទ្រហ្នឹងហ្មងយកទ្រព្យសម្បត្តិបើមនុស្សប្រុសវិញវាវាយដំច្រាំធាក់ទាំងតែវាប្លន់ហើយបើមនុស្សស្រីវិញវារំលោភបំពានហើយរំលោភជាទូទៅគឺមិនមែនតែម្នាក់ឯងពី7ទៅ15នាក់ហើយពេលហ្នឹងបើសិនជាយើង check សួរ chat GPT ថាអត់ទាន់ដឹងទេអត់ទាន់មានតន័យណាដែលគេប្រាប់ថាជាទាហានឬមកក៏ប៉ូលីសសៀមទេប៉ុន្តែគេថាចៅសមុទ្ររបស់សៀមតែមានខាងអង្គការដែលកំឡុងពេលហ្នឹងមកហ្នឹងក៏គេទទួលស្គាល់ថាមានទទួលបានពាក្យបណ្ដឹងពីខាងជនរងគ្រោះដែលប្រាប់ថាគឺជាប៉ូលីសសៀមតែម្ដងដែលវារំលោភបំពានធ្វើទង្វើសាហាវខុសខើទៅលើប្រជាពលរដ្ឋនៅក្នុងកំឡុងពេលនេះដូចខ្ញុំបញ្ជាក់អញ្ចឹងថាមានឡាវមានកម្ពុជាមានវៀតណាមតែសម្រាប់វៀតណាមគេប្រើភាសាថា boat people ដោយសារតែពួកគាត់ពេលជំនះចេញពីប្រទេសរបស់ពួកគាត់មកហ្នឹងគឺគាត់ជិះទូកឆ្លងសមុទ្រឆ្លងអីចឹងណាចឹងមិនគេហៅថា boat people សម្រាប់ប្រជាពលរដ្ឋរបស់វៀតណាមនៅមានរឿងសាហាវខុសខើជាច្រើនទៀតដែលប៉ូលីសឬមកក៏ទាហានសៀមហ្នឹងគឺវាធ្វើទង្វើទាំងអស់ហ្នឹងមកលើប្រជាពលរដ្ឋទាំងកម្ពុជាទាំងឡាវទាំងវៀតណាមតែវៀតណាមសាហាវជាងកម្ពុជាទៀតដោយសារអីដោយសារតែស្រីវៀតណាមគឺសស្អាតអញ្ចឹងវារំលោភបំពានមកគឺសាហាវខុសខើខ្លាំងមែនតើហ្មងតែបើសិនជាខ្ញុំចូលទៅមើលនៅក្នុង chat GPT បងប្អូនយើងវាយជាអក្សរថៃហ្មងណាដែលគេប្រាប់ថា boat people ហ្នឹងគឺកាត់ឡើងអានេះបើសិនជាគេកំណត់ឆ្នាំនៅក្នុង chat GPT ដែលខ្ញុំកំណត់ថា1907ដល់1908ហ្នឹងគឺខ្ញុំឆែកចូលនៅក្នុង Google ទេប៉ុន្តែបើសិនជា chat GPT គេប្រាប់ថាboat people ហ្នឹងគឺសំដៅទៅលើប្រជាពលរដ្ឋវៀតណាមដែលគាត់បានចេញពីប្រទេសរបស់គាត់ទៅប្រទេសទី2ទី3អីចឹងទៅតាមរយៈទូកបន្ទាប់ពីឆ្នាំ1975បន្ទាប់ពីក្រោយពេលរដ្ឋាភិបាលឬមកក៏ហ្នឹងឯងរដ្ឋាភិបាលរបស់ប្រទេសហ្នឹងគឺមានការបែបរបៀបបែកខ្ញែកអីចឹងមានសង្គ្រាមហើយអីចឹងណាហើយប្រជាពលរដ្ឋហ្នឹងគឺគាត់ចេញហ្នឹងគាត់ប្រើហេតុផល3ដែលទី1ហ្នឹងគឺគាត់ខ្លាចនៅក្នុងការបង្ក្រាបផ្នែកនយោបាយហើយទី2គឺដោយសារតែភាពក្រីក្រហើយសេដ្ឋកិច្ចហ្នឹងគឺវាបែបលក្ខណៈថាដូចធ្លាក់ចុះទៅនៅក្នុងប្រទេសវៀតណាមអីចឹងណាហើយទី3ហ្នឹងគឺភាពអត់មានរបៀបថាការដែលមិនច្បាស់លាស់ឬមកក៏អត់មានសន្តិសុខផ្នែកអីផ្សេងបន្ទាប់ពីមានសង្គ្រាមនៅក្នុងប្រទេសហើយទៅធ្វើឲ្យពួកគាត់សម្រេចចិត្តនៅក្នុងការជិះទូកចេញពីប្រទេសវៀតណាមឡើងមកខាងប្រទេសថៃអីចឹងទៅនៅក្នុង chat GPT ក៏គេបានបញ្ជាក់ដែរថានៅក្នុងកំឡុងឆ្នាំ1975ដល់ឆ្នាំ1990ហ្នឹងគឺជាការដែលមានមនុស្សដែលគាត់ជំនះខ្លួនធំបំផុតបែរថាជាការជំនះខ្លួនធំហ្មងណាបន្ទាប់ពីសង្គ្រាមលោកលើកទី2ហើយនៅក្នុងហ្នឹងគឺមានចំនួនមនុស្សហ្នឹងពី1លានទៅ2លាននាក់ដែលចាក់ចេញពីប្រទេសរបស់ខ្លួននៅក្នុងហ្នឹងមានបុក3ប្រទេសមានវៀតណាមមានឡាវមានកម្ពុជាដែលបានចាក់ចេញពីប្រទេសរបស់ខ្លួននៅកំឡុងពេលហ្នឹងគឺយើងមានប៉ុលពតនឹងឯង1975 1979ណោះចាហើយគេប្រាប់ថាប្រទេសដែលទទួលអ្នកដែលគាត់ជំនះខ្លួនទាំងអស់ហ្នឹងមានប្រទេសថៃម៉ាឡេស៊ីឥណ្ឌូនេស៊ីហុងកុងហើយហ្វីលីពីនបន្តមកទៀតត្រូវជំនះទៅប្រទេសទី3បន្តពីប្រទេសទាំងអស់ហ្នឹងព្រោះប្រទេសទាំងអស់ហ្នឹងដែលខ្ញុំនិយាយមិញហ្នឹងគឺឲ្យសម្រាប់ធម្មតារបៀបក្នុងរយៈពេលខ្លីអញ្ចឹងណាប្រទេសទី3ដែលទទួលទៅនេះមានកាណាដាមានអូស្ត្រាលីមានប្រទេសនៅខាងអឺរ៉ុបហើយនិងសហរដ្ឋអាមេរិកហើយនៅក្នុងកំឡុងពេលហ្នឹងគេបាននិយាយថាហេតុការ boat people របស់ប្រទេសវៀតណាមហ្នឹងធ្វើឲ្យកើតរបៀបការសហការគ្នាប្រទេសក្នុងផ្នែកមនុស្សធម៌បែបលក្ខណៈថាការសហការគ្នារវាងប្រទេសនិងប្រទេសតែគេប្រើបែប
ផ្នែកមនុស្សធម៌ដែលគេត្រូវសហការគ្នាពេលហ្នឹងហើយចេញទៅជាក្រុមការមួយដែលមានការគ្រប់គ្រងដោយឌូចិនរបស់ UNHCR ដែលនឹកឃើញដល់ឌូចិនពាក្យឌូចិនហ្នឹងក៏នឹកឃើញពេលដែលពេលមួយដែលកំឡុងពេលដែលយើងចាប់ផ្ដើមរៀនលកម្មលកោជាមួយនឹងខាងសៀមវិទ្យុ ABC បានរៀបចំនៅកម្មវិធីមួយដែលនាំប្រជាពលរដ្ឋរបស់យើងបងប្អូនគ្រួសារ ABC ហ្នឹងទៅលេងនៅខាងឧត្តរមានជ័យប្រាសាទតាមុនប្រាសាទតាកបីហ្នឹងហើយប្រើពាក្យស្លោកមួយដែលបិទនៅជាប់ឡានហ្មងដែលប្រើពាក្យថា10000នាក់10000បេះដូង5សែនប្រលឹងវិញ្ញាណ3លានឥណ្ឌូចិនបានន័យថាមានប្រជាពលរដ្ឋដែលគាត់ស្លាប់ច្រើនដោយសារតែកំឡុងពេលហ្នឹងគឺសៀមហ្នឹងហើយអ្នកសហការជាមួយនឹងខាងយើងបាញ់និយាយទេយើងនិយាយតែសៀមមួយទៅដែលវានិយាយទៅគឺវាបំពេញយើងគ្រប់ជ្រុងតែម្ដងវាបំពេញយើងមកយូរហើយប៉ុន្តែយើងព្យាយាមមិនកមករហូតអញ្ចឹងណាអញ្ចឹងគឺខ្ញុំនឹងព្យាយាមចូលទៅឆែកបន្ថែមព្រោះនៅពេលដែលតាមព័ត៌មានហ្នឹងហើយអូយបងប្អូននិយាយមែនសាហាវមែនសៀមហ្នឹងមិនបាច់និយាយអីទេសំបីតែក្លិបផ្សះជាតិឯងជាតិសាសឯងក៏វាបំពេញវាធ្វើបាបដែរពួកអីសៀមកំឡុងពេលហ្នឹងគេមានកំឡុងពេលហ្នឹងគឺដែលគាត់វាយបាបធ្វើបាបនិស្សិតខ្លួនឯងអញ្ចឹងណាមានដូចជា$16 $14ហ្នឹងឯងដែលគេរំលឹកខូបរំលឹកអីអញ្ចឹងទៅអញ្ចឹងសៀមគឺសាហាវពូជសាសមួយដែលសាហាវហ្មងទៅ